កីឡាករ Gonzalo Garcia ខ្សែប្រយុទ្ធវ័យ21ឆ្នាំរបស់ក្លឹប Real Madrid គាត់បានធ្វើឲ្យអ្នកគាំទ្រ Real Madrid ផ្អែមមាត់ផ្អែមកខ្លាំងមែនទែនដោយសារតែអ្នកគាំទ្រ Real Madrid គឺខានឃើញខ្សែប្រយុទ្ធប្រអប់ដែលមានសមត្ថភាពសុទ្ធបញ្ចូលទីល្អបែបនេះយូរមកហើយពីមុនយើងធ្លាប់តែឃើញ Raúl បន្ទាប់មកទៀតយើងឃើញ Karim Benzema ហើយឥឡូវនេះគឺមាន Gonzalo Garcia នេះឯងហើយកាលពីម្សិលមិញពេលដែលខ្ញុំមើលការលេងរបស់គាត់គឺខ្ញុំពិតជានឹកដល់ Karim Benzema ខ្លាំងមែនទែនដោយសារតែសិល្បៈនៃការសុទ្ធបញ្ចូលទីរបស់គាត់គឺស្រដៀងគ្នាជាមួយនឹង Karim Benzema ខ្លាំងហើយការសុទ្ធបញ្ចូលទី hat-trick របស់គាត់កាលពីម្សិលមិញត្រូវបានគេមើលឃើញថាជាការសុទ្ធបញ្ចូលទី hat-trick ដែលល្អឥតខ្ចោះតែម្ដងវាក៏បានផ្ដល់សម្ពាធទៅឲ្យគ្រូបង្វឹក Xabi Alonso ដែរថានឹងត្រូវផ្ដល់ឱកាសឲ្យ Gonzalo Garcia លេងច្រើនជាងមុនឬក៏ត្រូវទុកគាត់បំរុងតទៀតនៅពេលដែល Kylian Mbappe ជាវិញហើយសំណួរសួរថាបើសិនជាផ្ដល់ឱកាសឲ្យ Gonzalo Garcia ចុះ Mbappe នឹងត្រូវរុញមកលេងស្លាប់វិញឬក៏យ៉ាងណាហើយបើរុញមកលេងស្លាប់តើ Vinicius Junior និង Rodrigo គ្រូបង្វឹកនឹងគិតបែបណាសម្រាប់ពួកគាត់វីដេអូមួយនេះខ្ញុំនឹងនិយាយអំពីប្រវត្តិរបស់ Gonzalo Garcia ដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់គាត់ច្រើនជាងមុនឈ្មោះពេញរបស់គាត់គឺមានឈ្មោះថា Gonzalo Garcia Torres គាត់បានកើតនៅថ្ងៃទី24ខែមិនិនាឆ្នាំ2004នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ Garcia គឺគាត់ស្រឡាញ់បាល់ទាត់តាំងពីក្មេងកាលពីតូចគឺគាត់បានចូលទៅហ្វឹកហាត់នៅថ្នាក់របស់ក្លឹបជាច្រើនហើយនៅឆ្នាំ2014វ័យទៅតែ10ឆ្នាំទេគាត់ក៏ទទួលបានឱកាសដ៏ល្អមួយដែលបានចូលមកហ្វឹកហាត់នៅក្នុងថ្នាក់របស់ក្លឹប Real Madrid ហើយក្រោយមកទៀតនៅក្នុងឆ្នាំ2018ក្រុមគ្រួសាររបស់គាត់ក៏បានផ្លាស់ប្ដូរទីលំនៅលែងនៅទីក្រុង Madrid ហើយគាត់ក៏បានផ្លាស់ប្ដូរក្លឹបដូចគ្នាគាត់ក៏បានចូលទៅហ្វឹកហាត់នៅក្នុងថ្នាក់របស់ក្លឹប Real Mallorca វិញក៏ប៉ុន្តែគាត់ហាក់ដូចជាមាននិស្ស័យជាមួយនឹងក្លឹប Real Madrid ឪពុកម្ដាយរបស់គាត់ក៏បានផ្លាស់ប្ដូរទីលំនៅពីក្រៅមករស់នៅទីក្រុង Madrid វិញហើយវាក៏ជាឱកាសល្អមួយដែល Gonzalo Garcia បានចូលទៅហ្វឹកហាត់នៅក្នុងក្លឹប Real Madrid សាជាថ្មីហើយចូលមកដល់ឆ្នាំ2022 Gonzalo Garcia មានវ័យ17ឆ្នាំគាត់ក៏ទទួលបានឱកាសដ៏ល្អមួយពីក្លឹប Real Madrid គាត់ត្រូវបានក្លឹប promote ឲ្យមកលេងនៅក្នុងឈុត B របស់ Real Madrid គឺ Real Madrid Castella ដែលលេងនៅក្នុងលីកទី2ទី3នៃប្រទេសអេស្ប៉ាញក៏ប៉ុន្តែនៅក្នុងឆ្នាំ2022 2023ហ្នឹងគឺគាត់មិនសូវបានបង្ហាញខ្លួននៅក្នុងឈុត B ប្រហែលទេទាល់តែមួយឆ្នាំក្រោយមកទៀតគឺឆ្នាំ2023 2024គឺក្លឹបចាប់ផ្ដើមផ្ដល់ឱកាសឲ្យគាត់លេងបានច្រើនជាងមុនដោយការនោះគឺគ្រូបង្វឹកបានផ្ដល់ឱកាសឲ្យគាត់លេងរហូតដល់27ប្រកួតនិងសុទ្ធបញ្ចូលទីបាន5គ្រាប់ផងដែរនៅក្នុងឆ្នាំ2023អាចនឹងមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្តែ Gonzalo Garcia គឺបានបង្ហាញមុខនៅក្នុងឈុតធំរបស់ Real Madrid នៅក្នុងការប្រកួតនៅក្នុងឆ្នាំ2023បើសិនជាបងប្អូនទាំងអស់គ្នាមើលការប្រកួតរបស់ Real Madrid ប៉ះគ្នាជាមួយនឹងក្លឹប Getafe កាលនោះគឺក្លឹប Real Madrid បានយកឈ្នះ Getafe 2-1ហើយយើងឃើញថា Gonzalo Garcia ក៏បានចេញមកកម្ដៅសាច់ដុំហើយនឹងគាត់ក៏ជាកីឡាករបម្រុងម្នាក់នៅក្នុងការប្រកួតនឹងដែរហើយក្រោយមកទៀតនៅក្នុងឆ្នាំ2024 2025ជាពេលវេលាដែល Gonzalo Garcia គឺធ្វើព្យុះធ្វើភ្លៀងនៅក្នុងឈុត B របស់ក្រុម Real Madridដោយការនោះគឺគាត់លេងនៅក្នុង Real Madrid Castella លេងបាន36ប្រកួតនិងសុទ្ធបញ្ចូលទីបានរហូតដល់25គ្រាប់ចំណែកនៅក្នុងឈុតធំវិញក៏គាត់បានឡើងមកលេងចំនួន4ប្រកួតដែរនិងសុទ្ធបញ្ចូលទីបាន1គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ Copa del Reyប្រកួតហ្នឹងគឺជាប្រកួតមួយដែលល្អដែរដែលគាត់សុទ្ធបញ្ចូលទីនៅចុងម៉ោងជួយឲ្យ Real Madrid យកឈ្នះក្រុម Legan លទ្ធផល3-2ការតែតរបស់គាត់នៅចុងម៉ោងនេះគឺជាការតែតដែលល្អមែនទែន the right place ហើយនិង the right time ទៀតនេះគឺជាភាពវៃឆ្លាតមួយដែលខ្សែប្រយុទ្ធប្រអប់ល្បីៗដូច Lewandowski និង Karim Benzema គឺពួកគាត់មានចំណុចទាំងអស់ហ្នឹងហើយ Gonzalo Garcia ក៏ត្រូវបានគេមើលឃើញថាគាត់ក៏មានចំណុចហ្នឹងដូចខ្សែប្រយុទ្ធល្បីៗដទៃទៀតដែរដោយសារតែសមត្ថភាពដ៏ល្អរបស់គាត់នៅក្នុងឈុត B សុទ្ធបញ្ចូលទីបានច្រើនហើយនៅក្នុងឈុតធំជួយឲ្យក្លឹបយកឈ្នះគេនៅចុងម៉ោងទៀតគាត់ក៏ត្រូវបានគ្រូបង្វឹក Xabi Alonso ផ្ដល់ឱកាសឲ្យគាត់លេងបានច្រើនជាងមុនសំណាងល្អរបស់គាត់មួយគឺនៅដើមរដូវកាលនៅក្នុងការប្រកួត FIFA Club World Cup កាលនោះគឺកីឡាករ Kylian Mbappe គាត់ក៏រងរបួសដូចឥឡូវហ្នឹងដែរហើយគ្រូបង្វឹកក៏បានជ្រើសរើសយក Gonzalo Garcia នេះឯងជាអ្នកលេងជំនួស Mbappe ហើយរឿងដែលអស្ចារ្យការលេងរបស់ Gonzalo Garcia ដែលលេងជំនួសកន្លែង Kylian Mbappe នៅក្នុងពានរង្វាន់ FIFA Club World Cupគឺគាត់ជួយ Real Madrid បានច្រើនខ្លាំងមែនទែនការលេងរបស់គាត់លេងបាន6ប្រកួតគាត់សុទ្ធបញ្ចូលទីបាន4គ្រាប់បញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់គាត់សុទ្ធបញ្ចូលទីបាន1គ្រាប់ដែលធ្វើឲ្យគាត់ការនោះក្លាយជា Top Scorer លេខ1សុទ្ធបញ្ចូលទីបានច្រើនជាងគេហើយលេខ2ក៏ជាអតីតកីឡាករ Real Madrid ដែរគឺកីឡាករ Angel Di Maria ហើយការលេងដ៏ល្អរបស់គាត់នៅក្នុងពានរង្វាន់ FIFA Club World Cup នេះឯងដែលធ្វើឲ្យអ្នកគាំទ្រ Real Madrid ភាគច្រើនគឺគេស្រឡាញ់ចំពោះទេពកោសល្យនៃការបញ្ចប់ទីរបស់គាត់ខ្លាំងមែនទែនហើយអ្នកគាំទ្រ Real Madrid ក៏យល់ឃើញថា Xabi Alonso គួរតែផ្ដល់ឱកាសឲ្យ Gonzalo Garcia លេងឲ្យបានច្រើនជាងនេះហើយបើយើងត្រឡប់មកមើលការសុទ្ធបញ្ចូលទី hat-trick របស់គាត់កាលពីម្សិលមិញឃើញថាខ្ញុំពិតជាស្រឡាញ់ការសុទ្ធបញ្ចូលទីរបស់គាត់ខ្លាំងមែនទែន
ក្របទី1គឺបានមកពីការ free kick ដែល Rodrigo លើកមកគាត់រត់ទៅតែតនៅបកគោលទី2គឺតែបញ្ចូលទីមុំ90ល្អខ្លាំងមែនទែនចំណែកឯក្របបាល់ទី2របស់គាត់វិញគឺបានមកពី Valverde គាត់បានយកទ្រូងទប់បាល់ហើយបន្តមកទៀតក៏បានសុត volley ក្របបាល់ទី2នេះគឺជាក្របបាល់មួយដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេកាលពីម្សិលមិញហើយបើមើលក្របបាល់សុបបញ្ចូលទី3របស់គាត់វិញគឺបច្ចេកទេសសុតសាតតែម្ដងគាត់លេងដោយអត់មានភ័យសូម្បីតែបន្តិចវាយកែងបញ្ចូលទីងាយតែម្ដងកាលពីប្រហែលថ្ងៃមុនធ្លាប់ឃើញព័ត៌មានដែលថា Real Madrid ចង់បានខ្សែប្រយុទ្ធប្រអប់ក៏ប៉ុន្តែ Gonzalo Garcia នេះខ្ញុំគិតថាមានគាត់មួយគឺមិនចាំបាច់ទិញខ្សែប្រយុទ្ធប្រអប់ណាទៀតទេដោយសារតែសមត្ថភាពរបស់គាត់ឥឡូវនេះគឺឡើងខ្លាំងមែនទែនហើយបើនិយាយពីខ្សែប្រយុទ្ធប្រអប់ដែលកំពុងតែលេងនៅក្លឹបដទៃទៀតខ្ញុំគិតថាមិនលើស Gonzalo Garcia ប្រហែលទេក្លឹបអាចសំលុយបានបើសិនជាមិនទិញខ្សែប្រយុទ្ធដទៃដាក់មកគឺដាក់ Gonzalo Garcia នេះគឺ the best តែម្ដងក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងបើសិនជាដាក់ Gonzalo Garcia វាអាចជាបន្ទុកមួយរបស់គ្រូបង្វឹក Xabi Alonso ដែលគាត់ត្រូវថ្លឹងថ្លែងដែរហើយការសម្រេចចិត្តរបស់គាត់បែបណាគឺមិនទាន់មានអ្នកណាដឹងទេអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថា Gonzalo Garcia នឹងត្រូវបំរុងតទៀតពេលដែល Mbappe ជាវិញឬក៏គ្រូបង្វឹកនឹងកែរ៉ូលលេងរបស់ Mbappe មកស្លាប់ហើយការលេងរបស់ Vinicius Junior ជាមួយនឹង Rodrigo ហើយនឹងស្លាប់ដទៃទៀតថានឹងគិតបែបណានឹងត្រូវមានអ្នកលក់ចេញឬក៏បែបណាក៏ប៉ុន្តែសម្រាប់ខ្ញុំពិតជាចង់ឃើញ Gonzalo Garcia លេងជាខ្សែប្រយុទ្ធប្រអប់របស់ Real Madrid ខ្លាំងមែនទែនហើយវីដេអូអំពី Gonzalo Garcia គឺមានប៉ុណ្នេះអរគុណ